នេះជាភេទស្មៅតែវាពណ៌ស្វាយតែឯងយ៉ាងយកវាមកដាំលម្អទៅមិនឃើញស្មៅពណ៌ស្វាយឆ្ងល់ដែរអានេះពណ៌បៃតងអានេះពណ៌ស្វាយនេះស្មៅពណ៌ស្វាយបាទចឹងការវាយ៉ាងចម្លែកបាទចម្លែកវិញច្រើននៅតាមភ្នំណាចិត្តវាតែពណ៌បៃតងស្មៅប្រកបនេះតែស្លឹកខុសគ្នាបន្តិចបន្តួចអានេះស្លឹកមានរោមអានេះស្លឹកអត់រោមទេហើយផ្កាវាដូចគ្នាផ្កាវាប្រកដូចគ្នាតែមួយពណ៌ស្វាយមួយពណ៌សចែកបានចឹងសម្រាប់ដាំលម្អដាំអីបានតែនេះយកដាំលម្អល្មមហ្នឹងនេះខុសពណ៌គ្នាដាច់អានេះមានរោមល្មមជាងអានេះស្មៅធម្មតាយ៉ាងនេះអីវាអត់មានរោមញ៉ៃញ៉ៃច្រើនស្លឹកវាលោមច្រើនស្មៅពណ៌ស្វាយចេកព្រៃបណ្ដៃវាពណ៌ខ្មៅតែឯងចឹងយើងពងឆ្ងល់ដែរផ្សេងនេះមកគុំនេះមានពណ៌នឹងច្រើនបែកពណ៌ខ្មៅនឹងច្រើនធំតិចទៀតវាពណ៌ខ្មៅដែរចេកព្រៃផ្សេងវាអត់វាអត់ពណ៌ខ្មៅវានេះវាចឹងទាំងធៀងបណ្ដោយអានេះចម្លែកជាងគេចេកព្រៃដែរតែពូជវាពណ៌ខ្មៅអាkiaនេះពណ៌សចេកព្រៃដូចគ្នាអានេះពណ៌ខ្មៅអានោះពណ៌សអត់មានពណ៌ខ្មៅទេចម្រោះមានចេកព្រៃដែរតែនេះលោជាងគេអត់ដែលប្រទះឃើញណាមើលយូរចេកព្រៃតែពណ៌ខ្មៅតែឯងណាពណ៌ខ្មៅពណ៌ស្វាយស្វាយក៏បានស្វាយក៏បានវាបែកចឹងដូចគ្នាមកគុំនេះមានមកគុំនេះវាឡើងចឹងអត់ទៅទៀតវាឡើងខ្មៅចឹងដែរពណ៌វាខុសគេបណ្ដោយនេះបកមកផ្សេងបកមកសតែនេះបកមកបកខ្មៅចឹង